ជំរាបសួរសួស្តីអ្នកនរគ្នាទៅតែប្រឡងបាក់ដប់ចប់ហើយកំពុងតែត្រៀមខ្លួនចូលសាកលវិទ្យាល័យត្រូវអត់កុំទាន់ណាប្រញាប់ទៅណាមកត្រៀម4យ៉ាងនេះសិនមុននឹងទៅរៀននៅសាកលវិទ្យាល័យដើម្បីកុំឲ្យជីវិតសាកលវិទ្យាល័យរបស់យើងនឹងមានជាការវិលមុខឬក៏ stress អីចឹងទៅគឺទី1តាក់ទងជាមួយនឹង Telegram group ដែលអ្នកនរគ្នានិយាយថាពីច្រើននៅក្នុងទូរស័ព្ទយើងមួយអ្នកខ្លះគាត់មាន Telegram ប៉ុន្តែខ្ញុំដឹងថាមានអ្នកខ្លះទៀតគឺគាត់អត់ចូលចិត្ត app Telegram ទេប៉ុន្តែដឹងអត់ថា Telegram 90%ដែលនៅសាកលវិទ្យាល័យភាគច្រើនគឺគេផ្ញើព័ត៌មាននៅក្នុង Telegram ហើយជាពិសេសនៅក្នុង group ជាមួយនឹងលោកគ្រូអ្នកគ្រូក៏យើងប្រើនៅ Telegram ដែរហើយកុំភ្លេចធៀមprofile ដាក់រូបយើងឃើញមុខហើយនឹងដាក់ឈ្មោះពិតរបស់យើងឲ្យត្រឹមត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការដែលធ្វើជានិស្សិតឆ្នាំទី1អញ្ចឹងណាហើយតាក់ទងជាមួយនៅក្នុង computer វិញគឺត្រូវតែមាន Google Classroom ភាគច្រើនបើសិនជាសាលាមាន online class ដែរគឺគេប្រើជាមួយនឹង Google Classroom ច្រើនហើយមួយទៀតគឺតាក់ទងជាមួយនឹងCanva អ្នកទាំងអស់គ្នាភាគច្រើនគឺយើងនឹងត្រូវធ្វើ slide ដើម្បី assignment របស់យើងអញ្ចឹងពីមុនគឺគេប្រើប្រាស់ជាមួយនឹង PowerPoint ប៉ុន្តែឥឡូវហ្នឹងគឺយើងអត់ចាំបាច់ប្រើ PowerPoint ទៀតទេបើសិនជាគាត់ថ្មីគាត់អាចប្រើប្រាស់ជាមួយនឹង Canva tool បានដែរវាងាយស្រួលជាងហើយអ្នកខ្លះគាត់អាចប្រើ ChatGPT អញ្ចឹងទៅប៉ុន្តែខ្ញុំ refer ទៅ Canva ដោយសារតែ ChatGPT ពេលខ្លះវាអាចជួយយើងដូចអីដែលយើងចង់បានដែរប៉ុន្តែយើងអាចជាដំបូងយើងអាចប្រើ ChatGPT អាហ្នឹងខ្ញុំនិយាយក្រោយទៀតប៉ុន្តែអីដែលសំខាន់គឺត្រូវការមាន Canva ហើយចុងក្រោយគឺត្រូវមាន Drive នៅក្នុង laptop ដើម្បីយើងទុកមេរៀនជាមួយនឹងឯកសារផ្សេងៗដែលយើងត្រូវតែមានដែរអូខេឥឡូវចូលមកដល់ចំណុចទី2គឺតាក់ទងជាមួយនឹងការចាយវាយអញ្ចឹងប្រហែលអ្នកដែលអត់ទាន់មានកង account ឬក៏ធនាគារណាមួយដែរភាគច្រើននៅសាកលវិទ្យាល័យគឺយើងបើសិនជាបងប្អូនអរគ្នាចេះប្រើការ scan លុយឬក៏អីហ្នឹងគឺវារក្សាពេលវេលាយើងច្រើនមែនតើមិនន័យថាយើងគ្រាន់តែទិញឧទាហរណ៍យើងត្រូវបង់សាលាឬក៏ទិញសភៅឬក៏ទិញកាហ្វេជាមួយមិត្តភ័ក្តិញ៉ាំបាយអីចឹងយើងគ្រាន់តែ scan ទៅយើងអត់ចាំបាច់ចំណាយពេលដើម្បីរងចាំការអាប់លុយពីអ្នកលក់អីវិញទេហើយវាងាយស្រួលសម្រាប់យើងមែនតើប៉ុន្តែ complete ធ្វើ monthly budget ផងដើម្បីកុំឲ្យចាយលុយអស់មុនចុងខែហើយចូលដល់ចំណុចទី3ហ្នឹងគឺឯកសារជាមួយនឹងការធ្វើដំណើរអញ្ចឹងឯកសារបងប្អូនត្រូវតែ scan សញ្ញាបត្រជាមួយនឹងអត្តសញ្ញាណប័ណ្ណជា PDF នៅក្នុងទូរស័ព្ទហើយជាមួយនឹងការធ្វើដំណើរអ្នកដែលគាត់ជិះម៉ូតូគឺគាត់ត្រូវស្គាល់ផ្លូវទៅសាលាឲ្យច្បាស់ហើយជាមួយនឹងមានសុវត្ថិភាពជាមួយនឹងកុំភ្លេចទិញអាវភ្លៀងក្រាស់មួយផងដោយសារភាគច្រើនរដូវវស្សានៅភ្នំពេញដឹងស្រាប់ហើយអ្នកដែលធ្លាប់មានបទពិសោធន៍ comment នៅខាងក្រោមផងចំណុចទី4គឺជាចំណុចចុងក្រោយដែលជាភាសាអង់គ្លេសជាមួយនឹងការរៀនដោយខ្លួនឯងគឺភាគច្រើននៅសាកលវិទ្យាល័យលោកគ្រូអ្នកគ្រូគាត់ប្រើ slide ឬក៏មេរៀនរបស់គាត់ហ្នឹងជាភាសាអង់គ្លេសអញ្ចឹងពេលខ្លះគាត់អាចនឹងជាឯកសារមួយសំណុកឲ្យយើងដោយសារយើងចូលរៀនសាកលវិទ្យាល័យត្រូវអញ្ចឹងយើងត្រូវការចេះភាសាអង់គ្លេសហើយកុំទាន់ណាភ័យថាយើងអត់ចេះឬក៏ពិបាកមើលអញ្ចឹងឥឡូវចាប់ដើមពីឥឡូវសូមចំណាយពេលក្នុងការរៀនដោយខ្លួនឯងឬក៏មួយថ្ងៃហ្នឹងអានអត្ថបទខ្លីៗជាភាសាអង់គ្លេសដើម្បីយើងអាចយល់អត្ថន័យពេលខ្លះយើងអត់ចាំបាច់ត្រូវយល់ clear ទាំងអស់ហ្នឹងដើម្បីអាចរៀននៅសាកលវិទ្យាល័យបានទេគ្រាន់តែយើងអាចយល់ន័យហើយពេលដែលមករៀននៅសាកលលោកគ្រូអ្នកគ្រូពេលខ្លះគាត់ប្រើជាភាសាខ្មែរដើម្បីបរៀនយើងហើយគាត់លាយជាមួយនឹងភាសាអង់គ្លេសតិចតួចអីអញ្ចឹងកុំទាន់ណាបារម្ភកុំភ្លេច take ឲ្យមិត្តភ័ក្តិដែលទៅប្រឡងបាក់ឌុបចាប់ដូចគ្នាឲ្យគាត់មើលផងហើយកុំភ្លេចចង់ដឹងវីដេអូផ្សេងទៀតនៅសាកលវិទ្យាល័យកុំភ្លេច comment នៅខាងក្រោមដើម្បីជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ